កម្ពុជាក្រុងបញ្ចូលត្រីបបាយយៈទឹកសាបនិងត្រីបាសាណាក្នុងបញ្ជីជលផលកំពុងរងគ្រោះថ្នាក់បើតាមការចេញផ្សាយដោយគេហទំព័រថ្មីបានឲ្យដឹងថាកម្ពុជាក្រុងបញ្ចូលត្រីបបាយយៈទឹកសាបនិងត្រីបាសាណាទៅក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ដើម្បីទទួលបានឯកសារច្បាប់រឹងមាំក្នុងការការពារនិងអភិរក្សប្រភេទត្រីកម្រនេះឲ្យមាននិរន្តរភាពត្រីបបាយយៈទឹកសាបកំពុងរស់រាននៅក្នុងទន្លេមេគង្គប្រទេសកម្ពុជានៅឡើយក្នុងនោះមានមួយក្បាលឈ្មោះបូរមីត្រូវបានគេចុះក្នុងកំណត់ត្រាពិភពលោក Guinness World Record ក្នុងឆ្នាំ2022ជាត្រីទឹកសាបដែលធំជាងគេបំផុតមានទម្ងន់រហូតដល់300គីឡូក្រាមទោះបីវាស្ថិតនៅក្នុងប្រភេទត្រីកម្រនិងធំជាងគេក៏ដោយប៉ុន្តែបបាយយៈមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ123ចុះថ្ងៃទី12ខែសីហាឆ្នាំ2009នៅឡើយទេលោកអុកវិបុលប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលបានប្រាប់សារព័ត៌មាន Digital ថ្មីថានាថ្ងៃទី20ខែមិនិនាថារដ្ឋបាលជលផលកំពុងរៀបចំឯកសារដើម្បីស្នើទៅរាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលត្រីបបាយយៈនិងត្រីបាសាណាក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់កម្ពុជាការដាក់បញ្ចូលក្នុងបញ្ជីនេះនឹងជួយបង្កើនជាឯកសារដ៏រឹងមាំមួយក្នុងកិច្ចការពារនិងអភិរក្សប្រភេទត្រីកម្រនេះឲ្យមាននិរន្តរភាពតាមរយៈការដាក់ចេញវិធានការហាមឃាត់មិនឲ្យបំផ្លាញទីជម្រកការនេសាទការទិញនិងលក់និងច្បាប់ពិន័យមួយចំនួនក្រៅពីនេះរដ្ឋបាលជលផលក៏ដូចជាអង្គការដៃគូពាក់ព័ន្ធក៏គិតគូរពីគម្រោងបង្កើតតំបន់អភិរក្សត្រីបបាយយៈឲ្យដូចទៅនឹងសត្វផ្សោតត្បិតនេះជាក្តីសង្ឃឹមនៃការស្ដារពួកវាឲ្យមានចំនួនកាន់តែច្រើនលោកអុកវិបុលប្រាប់ដូចនេះថាបើសិនបញ្ចូលត្រីបបាយយៈទៅក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាយើងនឹងមានលិខិតបទដ្ឋានតឹងរឹងសម្រាប់ការអនុវត្តច្បាប់ឬហាមឃាត់ការនេសាទនិងទិញលក់ផ្សេងៗបានត្រីបបាយយៈទឹកសាបមានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Vipera និងឈ្មោះវិទ្យាសាស្ត្រ Originus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ2021ជាប្រភេទជិតផុតពូជជាសកលបច្ចុប្បន្នត្រីបបាយយៈនៅកម្ពុជាមានចំនួនតិចប៉ុណ្ណោះដែលភាគច្រើនបង្ហាញខ្លួនក្នុងទឹកជ្រៅៗនៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេញអង្គការសមាគមអភិរក្សសត្វព្រៃ WCS សហការជាមួយរដ្ឋបាលជលផលរៀបចំសិក្ខាសាលាពីគ្រូយោបល់ថ្នាក់ខេត្តស្ដីពីការប្រមូលព័ត៌មានដើម្បីគាំទ្រដាក់បញ្ចូលត្រីបបាយយៈទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ក្នុងខេត្តស្ទឹងត្រែងនិងក្រចេះកាលពីថ្ងៃទី13និង14ខែមិនិនាចំណែកត្រីបាសាណាគឺមានភាពខុសប្លែកពីត្រីដទៃព្រោះវារស់នៅក្នុងអន្លង់ទឹកជ្រៅនៃទឹកទន្លេមេគង្គផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែងត្រីនេះគឺនិមិត្តរូបតំបន់មេគង្គនៅកម្ពុជាហើយវាស្ថិតនៅក្នុងចំណោមថ្នាក់ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ឈានទៅវិនាសផុតពូជនៃបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List ដែរពេលខាងជើងព្រមមានប្រឆាំងនឹងការដាក់ពង្រាយមីស៊ីលចម្ងាយឆ្ងាយរបស់ជប៉ុននៅកោះ Kyushu បើតាមការចុះផ្សាយដោយគេហទំព័រវីយ៉ូបានឲ្យដឹងថានៅថ្ងៃប្រហ័សទី20ខែមីនាឆ្នាំ2025នេះបានថ្កោលទោសប្រទេសជប៉ុនចំពោះការពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារដល់ចិននិងកូរ៉េខាងជើងនៅលើកោះ Kyushu ភាគនិរតីរបស់ខ្លួនប្រធានផ្នែកគោលនយោបាយនៅវិទ្យាស្ថានសិក្សាជប៉ុននៃក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយផ្សព្វផ្សាយតាមរយៈទីភ្នាក់ងារសារព័ត៌មានបណ្ដាកូរ៉េហៅកាត់ថា KCNA បានរាយការណ៍ថាសកម្មភាពដ៏ក្លាហានរបស់ជប៉ុនគឺជាការញុះញង់ដ៏គ្រោះថ្នាក់ដែលនឹងនាំមកនូវការកើនឡើងនៃភាពតានតឹងឥតឈប់ឈរដោយសារសាបព្រោះភ្លើងនៃចំនួនយោធាថ្មីនៅអាស៊ីអេសានកូរ៉េខាងជើងបានអះអាងថាទង្វើនេះបានបង្ហាញថាប្រទេសជប៉ុនបាននឹងកំពុងស្វែងរកមហិច្ឆតានៃយោធានិយមរបស់ខ្លួនខណៈកំពុងក្លែងបន្លំថាជាប្រទេសសន្តិភាពនិយមនៅចំពោះមុខសហគមន៍អន្តរជាតិ
ការប្រតិកម្មខ្លាំងរបស់ក្រុងព្យុងយ៉ាងបន្ទាប់ពីការផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាប្រទេសជប៉ុនកំពុងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើកោះខ្យូស៊ូមីស៊ីលដែលមានរយៈចម្ងាយប្រហែល 1000 គីឡូម៉ែត្រនិងអាចបាញ់ដោយគោលដៅក្នុងប្រទេសកូរ៉េខាងជើងនិងតំបន់ឆ្នេររបស់ប្រទេសចិនគ្រោងដាក់ពង្រាយនៅក្នុងខែមីនាឆ្នាំ2026ខាងមុខនៅមូលដ្ឋានចំនួន2ជាមួយនឹងបន្ទាយមីស៊ីលដែលមានស្រាប់ពួកវានឹងពង្រឹងការការពារកោះអូគីណាវ៉ាដ៏សំខាន់ជាយុទ្ធសាស្ត្រនិងជាផ្នែកមួយនៃការអភិវឌ្ឍសមត្ថភាពប្រឆាំងរបស់ជប៉ុននៅក្នុងព្រឹត្តិការណ៍ដែលខ្លួនត្រូវបានវាយប្រហារនេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Kyodo ដែលដកស្រង់ប្រភពពីរដ្ឋាភិបាល